នចាមនឹងដើមស្រូវមាសនៅក្នុងភូមិតូចមួយមានក្មេងប្រុសក្រីក្រម្នាក់ដែលមានឈ្មោះថាវិសាដែលបានរស់នៅជាមួយនឹងលោកយាយចាស់ម្នាក់នៅក្នុងខ្ទមតូចមួយនៅក្បែរស្រែទោះក្រីក្រក៏វិសានៅតែជាមនុស្សដែលមានចិត្តល្អនិងតែងតែចេះជួយសត្វជានិច្ចថ្ងៃមួយនៅពេលដែលកំពុងតែដើរទៅតាមវាលស្រែវិសាបានឃើញកូនចាប់មួយជាប់នៅនឹងអន្ទាក់វាកំពុងតែញ័រខ្លួននិងស្រែកយំយ៉ាងខ្លាំងវិសានឹកស្ដាយហើយបាននិយាយថាកុំភ័យអីខ្ញុំនឹងជួយឯងគាត់បានដកអន្ទាក់នោះចេញយ៉ាងប្រុងប្រយ័ត្នហើយបានយកតាក់ឲ្យវាផឹកទៀតផងកូនចាប់នោះបានហើរនៅជុំវិញវិសាមួយជុំដូចជាកំពុងតែអរគុណមុននឹងហើរចូលទៅក្នុងព្រៃវិញបាត់លុះព្រឹកថ្ងៃបន្ទាប់មានគ្រាប់ស្រូវមួយបានធ្លាក់នៅមុខខ្ទមរបស់គាត់វិសាបានយកគ្រាប់នោះយកទៅដាំនៅក្បែរផ្ទះមិនប៉ុន្មានថ្ងៃផងដើមស្រូវនោះបានលូតលាស់យ៉ាងលឿនខុសពីធម្មតានិងបានចេញគ្រាប់ស្រូវពណ៌មាសយ៉ាងជញ្ចាំងយាយរបស់គាត់បានភ្ញាក់ផ្អើលហើយបាននិយាយថានេះគឺជាផលល្អដែលកូនបានធ្វើចំពោះសត្វតូចៗទាំងនោះពីថ្ងៃនោះមកវិសានិងលោកយាយលែងខ្វះខាតអាហារទៀតហើយប៉ុន្តែវិសាមិនបានយកមាសនោះទៅទុកតែខ្លួនឯងនោះទេគាត់បានចែកអង្ករនិងជួយជនក្រីក្រនៅក្នុងភូមិទៀតផងមានអ្នកមានម្នាក់ដែលស្ថិតនៅក្នុងភូមិនោះដូចគ្នាដែលចងបានគ្រាប់ស្រូវមាសនោះផងដែរគាត់បានចាប់យកកូនចៅតូចមួយមកធ្វើបាបដើម្បីឲ្យវាយកគ្រាប់ស្រូវមាសមកឲ្យគាត់តែកូនចាប់នោះបានហៅគេទៅបាត់ហើយនៅក្នុងយប់នោះខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងដែលបានបំផ្លាញស្រូវរបស់អ្នកមាននោះអស់ទាំងស្រុងចាប់តាំងពីពេលនោះមកអ្នកភូមិទាំងអស់បានយល់ថាមនុស្សដែលមានចិត្តល្អនឹងទទួលបានផលល្អមកវិញជានិច្ច